បងប្អូនឃើញស្អាតអញ្ចឹងតិចថាច្រឡំខ្ញុំមកលើអីគេប្រែហើយអីគេស្អាតអីចឹងណាមិនមែនណាបងប្អូនប្រើ filter ទេមុខបើថាអត់ប្រើ filter វិញគឺចាប់យកហ្មងអូយនិយាយលេងទេនិយាយទៅបានសាយទេណាបងប្អូនព្រោះថ្ងៃខំឥឡូវចាប់ផ្ដើមចិត្តស្រឡាញ់ខ្លួនឯងទៅគឺចាប់ផ្ដើមថែសម្រស់តិចហើយថែប៉ុន្តែសួរថាស្អាតអត់អាចមួយអាទិត្យពីរអាទិត្យនឹងឃើញស្អាតទេអ្នកខ្លះគេចំណាយពេលឡើងកន្លះឆ្នាំមួយឆ្នាំមិនឃើញស្អាតហើយយើងទៅមួយអាទិត្យពីរអាទិត្យចង់បានស្អាតលឿនមិនអាចទៅរួចទេបងប្អូនសំខាន់ពេលខ្ញុំសួរកូនខ្ញុំណាខ្ញុំថាចង់ឲ្យម៉ាក់ទិញលេឬក៏ទិញទឹកដោះគោហើយសួរទៅគាត់ថាគាត់រៀងគិតដែរគាត់ថាបើម៉ាក់ទិញលេគឺម៉ាក់ស្អាតហើយបើទិញទឹកដោះគោអីចឹងណាញ៉ាំបានឆ្ងាញ់ដូចចឹងទៅហើយកូនស្រីខ្ញុំគាត់ថាចេះបើទិញដោះគោទៅអូនញ៉ាំឆ្អែតអូនមានកម្លាំងហើយពេលអូនរៀនចប់មានការងារធ្វើអញ្ចឹងម៉ាក់វិញហើយទិញលេអត់បានប្រយោជន៍អីទេបងប្អូនហើយប៉ុណ្្នឹងសោះចេះនិយាយចឹងខ្ញុំគាត់នឹកឡើងពួយចិត្តហ្មងនិយាយម៉ែនិយាយទៅខំតាំងចិត្តថាដាក់commitment ថាខ្លួនឯងត្រូវទៅឲ្យស្អាតអីចឹងណាលេងខ្ជិលលេងអីដល់ពេលកូននិយាយចឹងមានអារម្មណ៍ថាដូចឆន្ទៈនៃការចង់ស្អាតហ្នឹងគឺចង់ផ្លាស់ប្ដូរទៀតលេងចង់ស្អាតវិញណាព្រោះឥឡូវកូនចេះគិតគូរឲ្យមានសារៈសំខាន់មានប្រយោជន៍អីចឹងទៅសួរទិញទឹកដោះគោនឹងលេខគឺកូនរើសទឹកដោះគោអីថាឲ្យអូនញ៉ាំឲ្យឆ្អែតមានកម្លាំងរៀនចប់មានការងារធ្វើចិញ្ចឹមប៉ាម៉ាក់វិញមកឃ្លៀរបស់កូនខ្ញុំណាមើលទៅស្ដាប់ទៅធម្មតាហើយប៉ុន្តែយកមកគិតមិនដឹងថាមានអត្ថន័យជ្រៅជាងស្រាបហែកដីទៀតណាបងប្អូននិយាយមែនប៉ុណ្្នឹងឯងតែនិយាយមកដូចឲ្យមេដៃហ្មងនិយាយមែនតែកូនបងប្អូនវិញយ៉ាងណាដែរជួយខមមិនប្រាប់ខ្ញុំខាងក្រោមផងបាយបាយ